ខ្ញុំសូមជម្រាបជូនអំពីការវិវត្តផ្នែកវិស័យការទូតវិញម្ដងបាទពាក់ព័ន្ធទៅនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃ22ធ្នូស្អែកនេះនៅទីក្រុងកូឡាឡំពូបាទប្រទេសម៉ាឡេស៊ីហើយនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាននឹងរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងប្រជាជាតិណាចក្រកម្ពុជានិងប្រជាជាតិណាចក្រថៃដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡំពូថ្ងៃទី22ធ្នូឆ្នាំ2025កិច្ចប្រជុំពិសេសនេះរៀបចំឡើងស្របតាមការសម្រេចរួមរបស់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីកម្ពុជានិងថៃកាលពីថ្ងៃទី11ខែធ្នូឆ្នាំ2025កិច្ចប្រជុំពិសេសនេះនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីឯកឧត្តមដាតុសេរីអ៊ូតាម៉ាហាជីម៉ូហាម៉ាត់ប៊ីនហាជីហាសាន់កិច្ចប្រជុំនេះនឹងផ្ដល់ឱកាសដល់រដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីផ្លាស់ប្ដូរទស្សនៈពាក់ព័ន្ធទៅនឹងស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃក៏ដូចជាដើម្បីពិចារណាទៅលើជំហានដែលអាស៊ានអាចអនុវត្តបន្តដើម្បីផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងនិងបញ្ចប់អរិភាពដើម្បីផលប្រយោជន៍នៃសន្តិភាពស្ថិរភាពរវាងសមាជិកអាស៊ានទាំងពីរនិងតំបន់ទាំងមូលការរៀបចំកិច្ចប្រជុំពិសេសនេះឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តរបស់រដ្ឋជាសមាជិកអាស៊ានចំពោះឯកភាពនិងសាមគ្គីភាពអាស៊ានក៏ដូចជាមជ្ឈភាពអាស៊ាននៅក្នុងការរក្សាសន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ស្របតាមធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ TAC ក្នុងនាមប្រធានអាស៊ានប្រទេសម៉ាឡេស៊ីនៅតែបន្តបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសន្ទនាប្រកបដោយការស្ថាបនាផ្អែកតាមស្មារតីអាស៊ាននៅក្នុងការសម្របសម្រួលឲ្យភាគីទាំងពីរបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិទំនាក់ទំនងជាអ្នកជិតខាងល្អនិងការរស់នៅប្រកបដោយសន្តិសហវិជ្ជមានក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីសម្ដៅស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីយុត្តិធម៌និងយូរអង្វែងនៅគ្រប់ជំនួសបាទធ្វើនៅទីក្រុងពុត្រាចាយាថ្ងៃ21ធ្នូឆ្នាំ2025 Somdaj Excellency, ladies and gentlemen, good afternoon. Press release of ASEAN Chair. Malaysia, as ASEAN Chair, will convene a special meeting of ASEAN foreign ministers to address the current situation between the Kingdom of Cambodia and the Kingdom of Thailand in Kuala Lumpur on 22nd December 2025. The special meeting is convened pursuant to the decision of the Prime Ministers of Malaysia, Cambodia, and Thailand on 11 December 2025. The special meeting will be chaired by Ministers of Foreign Affairs, His Excellency Datuk Seri Utama Daji Mohamad bin Haji Hassan. It will provide a platform for the Asian foreign ministers to exchange views on the current situation between Cambodia and Thailand and to consider possible steps that ASEAN may take in support of the ongoing efforts toward de-escalation and cessation of hostility in the interest of peace and stability between the two Asian member states and the wider region. The convening of the special meeting reflects the commitment of Asian member states to Asian unity and solidarity, as well as Asian centrality in maintaining peace, security, stability, and prosperity in his region in accordance with the Asian Charters and the Treaty of Amity and Cooperation in Southeast Asia, TAC. As ASEAN Chair, Malaysia remains firmly committed to promoting constructive dialogue in Asian spirit and in that respect of facilitating both sides to continue upholding the principle of international law, good neighborly relation, and peaceful coexistence, as well as bilateral and multilateral cooperation in the pursuit of
peaceful, just and lasting settlement to any dispute. Putrajaya 21st December 2025 បាទតកតងនឹងកិច្ចប្រជុំនេះដែរអាដាមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃប្រជាណាចក្រកម្ពុជាក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជាថៃនៅថ្ងៃ22ធ្នូ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីតបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីទាំង3បាទម៉ាឡេស៊ីកម្ពុជាថៃកិច្ចប្រជុំពិសេសនេះនឹងពិភាក្សាអំពីការវិវត្តថ្មីស្ថានភាពក្នុងគោលដៅបង្កើនការយោគយល់គ្នាជំនឿទុកចិត្តទៅវិញទៅមកជំរុញការបន្ថយភាពតានតឹងនិងស្ដារឡើងវិញនៅសន្តិភាពស្ថិរភាពទំនាក់ទំនងភាពជាអ្នកជិតខាងល្អកម្ពុជានឹងបញ្ជាក់សារជាថ្មីឡើងវិញនៅគោលជំហរដ៏មុតមមរបស់ខ្លួនក្នុងការដោះស្រាយទំនាស់ចំនួនទាំងឡាយតាមគ្រប់មធ្យោបាយសន្តិវិធីការសន្ទនានិងផ្លូវការទូតស្របតាមច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាននេះឱកាសនៃកិច្ចប្រជុំនេះអាដាមប្រាក់សុខុនក៏នឹងជួបពិភាក្សាជាមួយនឹងសមាភាគីអាស៊ានផ្សេងទៀតផងដែរដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជំរុញវិធានការកសាងទំនុកចិត្តបន្ថែមទៀតការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំអាស៊ានពិសេសនេះឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តយ៉ាងមុតមមរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសន្តិភាពសន្តិសុខវិបុលភាពក្នុងតំបន់ក៏ដូចជាការលើកកម្ពស់មជ្ឈភាពនិងឯកភាពអាស៊ានដែលនឹងពង្រឹងដល់ការរួមចំណែកដ៏យូរអង្វែងរបស់អាស៊ានចំពោះសហគមន៍អន្តរជាតិទាំងមូល His Excellency Prasukhon, Deputy Prime Ministers and Ministers of Foreign Affairs and International Cooperation of Kingdom of Cambodia will participate in the special Asian Foreign Minister meeting in the current situation between Cambodia and Thailand to be held on 22nd December 2025 in Kuala Lumpur, Malaysia, pursuant to the decision of the Prime Ministers of Malaysia, Cambodia and Thailand on 11 December 2025. The special meeting will discuss the recent development of the current situation with a view of fostering mutual understanding and confidence, promoting the escalation of tension and restoring peace, stability, and good neighborly relations. Cambodia will reaffirm its firm position of resolving differences and disputes through all peaceful means, dialogue and diplomacy in accordance with international law, the UN charters and the Asian charters. On the margin of the meeting, His Excellency Prasukhon will also hold bilateral discussion with other Asian counterparts to further strengthen cooperation and promote confidence-building measures. The participation of Cambodia in this special meeting reflects the strong commitment of the Royal Government of Cambodia to peace, security, and prosperity in the region, as well as to upholding Asian centrality and unity, thereby reinforcing Asian enduring contribution to the wider international community. បាទឆ្លៀតឱកាសនេះដែរអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូននៅជំហរច្បាស់លាស់ឥតប្រែប្រួលរបស់កម្ពុជាគឺកម្ពុជាជាប្រទេសស្រឡាញ់សន្តិភាពនិងចង់ដោះស្រាយរាល់បញ្ហាតាមរយៈសន្តិវិធីតាមរយៈការសន្ទនាការទូតនិងច្បាប់អន្តរជាតិកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនបំផុតនៅបទឈប់បាញ់ថ្ងៃ28ខែកក្កដាឆ្នាំ2025ក្រោមការផ្ដួចផ្ដើមគំនិតពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងការសម្របសម្រួលពីឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានបដូវវេនអាស៊ានដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋជាមិត្តចិនក៏ដូចជាគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡាំពួរចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជាថៃកាលពីថ្ងៃ26តុលាឆ្នាំ2025ដោយមានឯកឧត្តម Donald Trump និងឯកឧត្តម Anwar Ibrahim គឺជាសាក្សីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសកោតទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការ
វាយប្រហារយ៉ាងសាហាវព្រៃផ្សៃនិងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃមកលើជនស៊ីវិលសូត្រត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជានិងសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឲ្យបញ្ឈប់សកម្មភាពបំពានច្បាប់អន្តរជាតិរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់និងបង្ខំឲ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាចាំបាច់ The spokesperson for the Royal Government of Cambodia would like to take this opportunity to re-emphasize Cambodia's clear and unwavering stance that Cambodia is a peace-loving country and wishes to resolve all issues through peaceful means, such as diplomatic dialogue and in compliance with international laws. Cambodia strictly adheres to the ceasefire agreement dated July 28, 2025, as initiated by His Excellency Donald J. Trump, President of the United States of America, and facilitated by His Excellency Anwar Ibrahim of Malaysia and the Asian Rotating Chair, with the active participation from the People's Republic of China, as well as the Kuala Lumpur Joint Declaration on Peace signed by the Prime Ministers of Cambodia and Thailand on October 26, 2025, with the auspicious witnesses of Excellency Donald J. Trump and His Excellency Anwar Ibrahim. The spokesperson for the Royal Government of Cambodia condemned the strongest possible terms the brutal, malicious, and inhumane acts of armed aggression by the invading Thai militaries on the innocent Cambodian civilian and civilian infrastructure. We also appeal to the international community to pressure Thailand to immediately stop violating international law and to compel this country to turn to resolve the issues through peaceful means. Thank you for your kind attention. បាទកម្មវិធីរបស់យើងដល់ទីបញ្ចប់តែប៉ុណ្ណេះហើយយើងខ្ញុំទាំងពីរនាក់សូមអរគុណសូមគោរពលាតែប៉ុណ្ណឹងបាទ